តាមមានឆ្ងល់ហេតុអីក៏នៅលើក្រែមការពារកម្ដៅថ្ងៃរបស់អាវ៉ែនអត់មានបញ្ជាក់កម្រិត PA ដូចនៅលើក្រែមការពារកម្ដៅថ្ងៃនៅប៉ែកអាស៊ីដែលគេនិយមប្រើព្រោះនៅប៉ែកអឺរ៉ុបគឺគេប្រើស្តង់ដារផ្សេងដើម្បី rate PA បូកនេះដែលអ្នកទាំងអស់គ្នាអាចសង្កល់តាមរយៈពាក្យ broad spectrum ឬនៅលើផលិតផលអាវ៉ែននេះគឺគេប្រើពាក្យថា ultra broad spectrum គឺមានន័យថាការពារស្បែករបស់យើងបានកម្រិតអតិបមាហើយសញ្ញារង្វង់នៅជុំវិញ UVA នេះគឺបញ្ជាក់ PA 4បូកគឺមានន័យថាការពារស្បែករបស់យើងពី UVA បានខ្ពស់បំផុតលេខការពារកម្ដៅថ្ងៃរបស់អាវ៉ែនគឺមានបន្ថែមនៅសារធាតុ 3 absorb ដែលអាចការពារស្បែកអ្នកទាំងអស់គ្នាពី UVA ហើយនិង UVB បានយ៉ាងល្អជាមួយនឹងកម្រិត SPF 50បូកជាពិសេសគឺវាការពារស្បែករបស់យើងពីប្រភេទ blue light ដែលមាននៅក្នុងព្រះអាទិត្យហើយក៏មាននៅក្នុងឧបករណ៍អេឡិចត្រូនិកមួយចំនួនដូចជាទូរស័ព្ទអំពូលភ្លើងកុំព្យូទ័រ laptop ទូរទស្សន៍និយាយទៅគឺរបស់របរជំនួយខ្លួនយើងនឹងហ្មងលេខការពារកម្ដៅថ្ងៃអាវ៉ែនគឺមានច្រើនប្រភេទសម្រាប់អ្នកទាំងអស់គ្នាធ្វើការជ្រើសរើសទៅតាមប្រភេទស្បែកតែម្ដងដែលប្រភេទ Cleanon Very High Protection SPF 50បូកគឺសម្រាប់ស្បែកមុខខ្លាញ់ហើយនិងអ្នកមានមុន Very High Protection Fluid SPF 50បូកគឺសម្រាប់ស្បែកមុខធម្មតានិងចម្រុះហើយនិងងាយប្រតិកម្មហើយប្រភេទនេះក៏មាន fragrance free អត់មានបន្ថែមក្លិនក្រអូបទេអញ្ចឹងសម្រាប់អ្នកដែលអត់ចូលចិត្តក្លិនឬ allergy គឺអាចប្រើបាន Very High Protection Cream SPF 50បូកគឺសម្រាប់ស្បែកមុខស្ងួតងាយប្រតិកម្មហើយក៏មានជាប្រភេទ fragrance free ដូចគ្នាអញ្ចឹងអ្នកដែលអត់ចូលចិត្តក្លិនក្រអូបឬមួយអ្នក allergy មួយក្លិនគឺអាចជ្រើសរើសប្រភេទនេះបានជាពិសេសក្រែមការពារកម្ដៅថ្ងៃរបស់អាវ៉ែនគឺអ្នកទាំងអស់គ្នាអាចលាបត្រឹមកម្រិត1មីលីប៉ុណ្ណោះដូចជាការណែនាំនៅលើដបនៅលើប្រអប់អញ្ចឹងគឺគ្រប់គ្រាន់សម្រាប់ផ្ទៃមុខទាំងមូលហើយនិងក